នេះគឺជាប្រភេទរថយន្ត Ford Ranger XL Model 2026 version 2 ដែលនេះគឺខុសប្លែកពី version 1 ទៅលើការ upgrade ទៅលើ8ចំណុចសំខាន់ដែលចំណុចទី1របស់រថយន្តហ្នឹងគឺរូបរាងផ្នែកខាងក្រៅរបស់រថយន្តមានការផ្លាស់ប្ដូរទៅលើប្រភេទ logo Ford ថ្មីប្រភេទយ៉ានកង់ថ្មីបាទទំហំ17អ៊ីងដូចគ្នាប៉ុន្តែលើកនេះមកជាប្រភេទ Black Edition តែម្ដងបាទទៅលើរថយន្តណាបាទអញ្ចឹងនេះផ្នែកចំហៀងរបស់រថយន្តបាទជំនាន់ជាន់ចំហៀងនេះដូច Ford Ranger Raptor ដែរធ្វើមកក្រាស់មើលទៅតាក់ទាញហ្មងបាទនេះផ្នែកខាងក្រោយរបស់រថយន្តបាទមើលទៅស្អាតមែនតើបើយើងនិយាយពីផ្នែកខាងក្នុងរបស់រថយន្តការ upgrade គឺច្រើនមែនតើទៅលើខាងក្នុងរបស់រថយន្តណាអញ្ចឹងជាពិសេសមានការ upgrade ទៅលើទី1គឺទៅលើប្រព័ន្ធ cruise control នៅលើដៃចង្កូតរបស់រថយន្តអស់ plate 10 វគ្គប្រព័ន្ធបជាទៅលើប្រព័ន្ធកាពីតាអេក្រង់កំសាន្តខ្នាតធំ12អ៊ីងទៅលើរថយន្តណាបាទអញ្ចឹងទៅលើផ្នែកខាងក្រោយរបស់រថយន្តគឺមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយបាទអញ្ចឹងអ្នកអង្គុយក្រោយគឺយើងអាចទទួលបានផាសុខភាពច្រើនដោយសារយើងមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយហើយយើងមានប្រភេទដូច USB បាទ USB Type A Type C ទៀតបាទទៅលើឡានអញ្ចឹងប្រភេទនេះបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ចង់ជួយមកមើលឡានផ្ទាល់សាកសួរព័ត៌មានទៅលើសេវាកម្មរំលោះបងប្អូនអាចទំនាក់ទំនងលេខទូរស័ព្ទតែខាងលើផងដែរចំពោះរថយន្តក្នុងនេះឥឡូវយើងមានប្រភេទសខ្មៅជាមួយនឹងប្រភេទពណ៌ទឹកប្រាក់ហើយជាមួយពណ៌ប្រផេះផងដែរអាចធ្វើការកក់បានបាទ